អំទូកមិនដែលប្រតិទនឹងសំពះប្រខែអអំបុកឆ្នាំ2024ដោយខាងក្រោមនេះទី1ឧបត្ថម្ភគណៈកម្មការរៀបចំបុណ្យជាតិចំនួន2លានរៀលឧបត្ថម្ភគណៈកម្មការបច្ចេកទេសស្គរជ័យ1លានរៀលឧបត្ថម្ភគណៈកម្មការបច្ចេកទេសការប្រកួត1លានរៀលឧបត្ថម្ភគណៈកម្មការបាញ់កាំជ្រួច1លានរៀលឧបត្ថម្ភក្រុមភ្លេងមហោរី1លានរៀលឧបត្ថម្ភទូរទស្សន៍ជាតិកម្ពុជា1លានរៀលនិងឧបត្ថម្ភវិទ្យុជាតិកម្ពុជាចំនួន1លានរៀលសរុបចំនួន8លានរៀលបាទរដ្ឋបាលស្រុកកោះស្ទឹងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាដាមសុកសំអល់អនុប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះស្ទឹងដែលបាននាំយកអំណោយដ៏ថ្លៃថ្លារបស់អាដាមឡៅសុកលេងអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការហរិញកិច្ចនិងផោះភាជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយស្រុកកោះស្ទឹងបានឧបត្ថម្ភទូកងឈ្មោះមហិទ្ធិរិទ្ធនាគរាជសំណាងធិបតីសែនជ័យចំណុះ75នាក់មកពីវត្តមហាមង្គលមហាសៀកឃុំមហាខ្ញងស្រុកកោះស្ទឹងខេត្តកំពង់ចាមថវិកាចំនួន30លានរៀលទឹកក្រូច50កេសទឹកសុទ្ធវីតាល់ចំនួន100កេសនិងបានឧបត្ថម្ភទូកខ្នាតអន្តរជាតិឈ្មោះតនងតិចរន្ទះពេជ្រមកពីវត្តឯកប្រេងតនុនឃុំប្រេងតនុនស្រុកកោះស្ទឹងខេត្តកំពង់ចាមនៅថវិកាចំនួន15លានរៀលទឹកក្រូច20កេសនិងទឹកសុទ្ធវីតាល់ចំនួន50កេសមហាហំសានជ័យគឺមានព្រៀបច្រើនអាចនិយាយបានថាទទួលបានជ័យជំនះហើយប្រសិនបើហឹងមង្គលសានជ័យបារមីប្រខណ្ឌពេជ្រតន់ប្រហែលជាតន់បថយកំលៀតបាទនៃការឈ្នះច្រើនតែប៉ុណ្្នឹងឯងឥឡូវយើងដល់ទីប្រវត្តិហើយបាទគឺទទួលបានជ័យជំនះគូក្រោយបាទគូទីប្រមាណគូក្រោយនេះគឺមិញ107បាទឥឡូវយើងនឹងព្រឹទ្ធីបាទកំរៃក្បាល3បារមីពូវ័នបាទរបស់ខេត្តកំពង់ចាមបាទសម្រាប់គូទី107ខ្សែទឹកខាងក្នុងកំហែងសុវណ្ណកុមារមហាហង្សសែនជ័យរបស់រាជធានីភ្នំពេញបាទខ្សែទឹកខាងក្រៅគឺហឹងមង្គលសែនជ័យបារមីព្រះខ័ណ្ឌពេជ្ររបស់ខេត្តកំពង់ចាមមកពីតងត្រឡាចបាទស្រីសន្ធោបាទឥឡូវយើងឃើញថាខ្សែទឹកខាងក្នុងកំហែងសុវណ្ណកុមារមហាហង្សសែនជ័យរបស់ក្បាលកោះបាទច្បារអំពើយើងនេះបាទកំពុងតែដេញតាមយើងឃើញថាប្រហាក់ប្រហែលគ្នាសម្រាប់គូទាំងពីរនេះបាទហឹងមង្គលសែនជ័យបារមីព្រះខ័ណ្ឌពេជ្រកាលពីជើងទី1ទទួលបានលទ្ធផលមិនល្អទេឥឡូវនេះជើងទី2បាទក៏ឃើញថាហាក់ដូចជាមិនទទួលលទ្ធផលល្អដែរបាទកំហែងសុវណ្ណកុមារមហាហង្សសែនជ័យជាអ្នកឈ្នះបាទពីរជើងជួបគ្នាតែម្ដងបាទសម្រាប់កំហែងសុវណ្ណកុមារមហាហង្សសែនជ័យបាទទទួលបាទនេះគឺ112បាទ112បាទដេជោសែនជ័យចិត្តដេជោសែនជ័យស្រុកសាច់កដាលខេត្តកដាលតែទឹកក្នុងឯខ្សែទឹកក្រៅកំហែងសុវណ្ណកុមារមហាហង្សសែនជ័យខណ្ឌច្បារអំពៅទេបាទរាជធានីភ្នំពេញចាំមើលយ៉ាងម៉េចដែរ100គូទី112ចិត្តដេជោសែនជ័យបាត់នេះល្អណាស់បាទខ្សែទឹកខាងក្រៅដកច្រើនបាទខ្សែទឹកខាងក្រៅដកច្រើនបាទសម្រាប់កំហែងសុវណ្ណកុមារមហាហង្សសែនជ័យបាទយើងឃើញថាកំពុងតែជិតដល់ទីប្រវត្តិហើយពេលនេះបាទដេញតាមទាន់ទេអត់ទេខ្សែទឹកខាងក្រៅខ្សែទឹកខាងក្រៅគឺកំហែងសុវណ្ណកុមារមហាហង្សសែនជ័យពីរទៀតហើយបាទខ្សែទឹកខាងក្នុងកំហែងសុវណ្ណកុមារមហាហង្សសែនជ័យរបស់ខណ្ឌច្បារអំពៅរាជធានីភ្នំពេញចំណែកខ្សែទឹកខាងក្រៅវិចិត្រដេជោសែនជ័យរបស់ខ្សាច់កណ្ដាលខេត្តកណ្ដាលអូលឿនណាស់បាទដកឲ្យដល់គូប្រកួតហើយបាទខាងក្រៅនាំមុខហើយខាងក្នុងក៏តាមចិត្តពាក់កណ្ដាលទូកដែរលឿនបាទប៉ុន្តែគេដល់ប្រត់ហើយហ្នឹងបាទគាត់នៅបន្ថែមល្បឿនហើយពេលនេះឃើញថាវិចិត្រដេជោសែនជ័យបាទទទួលជ័យជំនះវ៉ាន់កុមារមហាហង្សសែនជ័យបាទតែមកពីក្បាលកោះច្បារអំពៅរាជធានីភ្នំពេញខ្សែទឹកខាងក្រៅខ្លែងក្លាហានបាទសានមានជ័យមកពីស្រុកស្រីសន្ធរខេត្តកំពង់ចាមបាទចាត់យោងឆ្លងកងគន់ទី2ហើយនៅតែប្រហាក់ប្រហែលនេះទេសម្រាប់គូទី116ចាបាទគូទី116ប្រហាក់ប្រហែលអូមកច្រើនណាស់បាទស្អាតមែនទែនគឺថាមក4 5 6ទូកជុំគ្នាចាបាទអញ្ចឹងសុំមេត្តាក្រុមការងារតាមដានមើលលេខទូកដើម្បីយើងនឹងប្រកាសជូនឲ្យបានត្រឹមត្រូវតាមគូចា
ឥឡូវនេះឃើញថាទូកដែលមកខាងមុខនេះចាគឺ214នេះគឺ116ចាខ្សែទៅខាងក្នុងហាក់ដូចជាមានព្រៀបជាងបន្តិចឥឡូវយើងកលេចទៅកាន់ទូកជាបន្តទៀតគូទី111គឺមហាគឺកង្វ៉ាកំហែងសុវណ្ណកុមារមហាហង្សសែនជ័យចាឥឡូវយើងអធិប្បាយបន្តគឺ117 220យើងខ្ញុំទាំងអស់គ្នាដែលជាក្រុមការងារអធិប្បាយសូមគោរពថ្លែងអំណរគុណដល់ពងពោះបាទជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រចាន់មនីហ៊ុនម៉ាណែតដែលបានឧបត្ថម្ភក្រុមការងារអធិប្បាយនៅថវិកា3លានរៀលយើងខ្ញុំសូមអនុញ្ញាតប្រកាសជូនដល់ទូកដែលមានឈ្មោះថាហោះសែនជ័យបារមីកំពង់កមកពីខាងកញ្ចេះដែលធ្វើការអមប្រណាំងជាមួយនឹងក្រឡាហោមសសែនជ័យរបស់នគរបាលជាតិដូច្នេះគឺទូកហោះសែនជ័យបារមីវត្តកំពង់កជាអ្នកឈ្នះមកសកត់ក្បាលចាមកអំពេនៃទូកបាទសម្រាប់គូមកបន្តទៅទៀតនេះបាទគូទី117បាទខ្សែទឹកខាងក្រៅបាទកំពុងតែធ្វើដំណើរបាទកំពុងបាទ116សំទោសបាទ116ខ្សែទឹកខាងក្រៅបាទហ្នឹងហើយក៏ហែងសុវណ្ណកុមារមហាហង្សសែនជ័យច្បារអំពើរាជធានីភ្នំពេញដែលទទួលជ័យជំនះលើខ្លែងក្លាហានបាសានមានជ័យ